វីរៈបុរសរបស់កូនកូនទី1គឺបេះដូងនិងវីរៈជនរបស់គាត់ចាគឺលោកឪពុកបានបង្ហាញឲ្យកូនកូននៅកម្លាំងដ៏អស្ចារ្យមួយដែលបង្ហាញតាមរយៈក្តីស្រឡាញ់សប្បុរសភាពក្លាហានក្នុងភាពស្ងៀមស្ងាត់និងសេចក្តីស្រឡាញ់ដែលមិនចេះរីងស្ងួតលោកឪពុកគឺជាវីរៈបុរសដំបូងរបស់ខ្ញុំដែលជាមនុស្សគំរូជារៀងរហូតដោយសារតែខ្ញុំបានដឹងពីអត្ថន័យនៃភាពក្លាហានស្មោះត្រង់និងភាពឆ្លាតវៃពីគាត់ទី2គឺលេងសើចនិងបំផុសគំនិតវាពិតជាល្អមែនទែនសម្រាប់កូនកូននិងចៅគឺលោកប៉ាជាវីរៈបុរសរបស់ខ្ញុំគាត់មិនចេះហោះហើរទេប៉ុន្តែគាត់បានលើកខ្ញុំឲ្យខ្ពស់ជារៀងរាល់ថ្ងៃលោកឪពុករបស់ខ្ញុំខិតខំធ្វើការដោយប្រាជ្ញារបស់គាត់បង្រៀនឲ្យខ្ញុំចេះមានក្តីសុបិនធំនិងឈរនៅទីខ្ពស់ហើយមានចិត្តល្អទី3គឺខ្លីហើយខ្លឹមគាត់ជាអ្នកដឹកនាំដោយបង្ហាញនៅឧទាហរណ៍ច្បាស់គាត់ការពារដោយក្តីស្រឡាញ់គាត់បំផុសគំនិតគ្រប់ជំហានប៉ារបស់ខ្ញុំមិនមែនគ្រាន់តែជាវីរៈបុរសទេតែគាត់ជាគំរូសម្រាប់ខ្ញុំដែលអាចคล้ายទៅជានេះគឺជាខ្លឹមសារដ៏ស្មោះស្ម័គ្រមួយដែលបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនិងគ្មានលក្ខខណ្ឌដែលឪពុកម្ដាយមានចំពោះកូនក្តីស្រឡាញ់របស់ឪពុកម្ដាយគឺវាស្ថិតនៅក្នុងចិត្តនិងស្នាមញញឹមប្រកបដោយមោទនភាពចំពោះកូនក្តីស្រឡាញ់ដែលមិនទាមទារការតបស្នងប៉ុន្តែផ្ដល់គ្រប់យ៉ាងដោយមិនស្ទាក់ស្ទើរគ្រប់ជំហាននៃការឈរយ៉ាងរឹងមាំឆ្លងកាត់ព្យុះភ្លៀងក្តីស្រឡាញ់របស់ឪពុកម្ដាយបង្រៀនកូនការពារកូនមិនថាកូនធំប៉ុណ្ណាក៏ដោយនៅចំពោះមុខគាត់កូននៅតែជាកូនតូចរបស់គាត់ជានិច្ចចាដៃរបស់គាត់គឺជាកន្លែងដ៏មានសុវត្ថិភាពបេះដូងរបស់គាត់គឺជាផ្ទះរបស់អ្នកជារៀងរហូតដៃរបស់គាត់គឺជាកន្លែងដែលធ្វើឲ្យអ្នកមិនអាចបំភ្លេចបានអស់មួយជីវិតព្រោះក្តីស្រឡាញ់របស់ឪពុកម្ដាយមិនមែនមានតែមួយផ្លែតគឺសម្រាប់មួយជីវិតនិងមានតម្លៃលើសអ្វីទាំងអស់ចាសម្រាប់រដូវកាលចូលឆ្នាំបងប្អូននឹងស្រាប់ហើយក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នាគឺបាននៅក្បែរមនុស្សជាទីស្រឡាញ់មែនទេចាដូចជានាងខ្ញុំផ្ទាល់បាននៅជាមួយនឹងក្រុមគ្រួសារជូនពួកគាត់ដើរលេងបានហូបឆ្ងាញ់នេះហើយគឺយើងបានបំពេញបំណងរបស់ខ្លួនឯងក៏ដូចជាធ្វើការតបស្នងទៅដល់លោកអ្នកមានគុណទាំងទ្វេតែម្ដងចំពោះនាងខ្ញុំជាកូនម្នាក់ហើយក៏ជាម្ដាយម្នាក់ចាគឺពិតជាយល់អារម្មណ៍ខ្លាំងមែនទែនចំពោះឪពុកម្ដាយដែលមានចំពោះកូនគឺមិនចង់បានអ្វីពីកូនត្រឹមមើលឃើញកូនជារៀងរាល់ថ្ងៃមានភាពរីកចម្រើននេះហើយគឺជាក្តីសុខដែលឪពុកម្ដាយគ្រប់រូបប្រាថ្នាចង់បានឃើញបងប្អូនចេះស្រឡាញ់គ្នាចេះជួយគ្នាហើយមានចិត្តស្មោះត្រង់ធ្វើជាបុគ្គលល្អនិងជាគំរូរបស់អ្នកដទៃ